Bàសួស្តីអ្នកទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់វីដេអូមេរៀនភាសាអង់គ្លេសបាទថ្ងៃនេះដែរខ្ញុំសូមលើកយកមេរៀនភាសាអង់គ្លេសមួយដែលតាក់ទងទៅនឹងលុយបាទជាមេរៀន vocabulary បាទតាក់ទងនឹងរឿងលុយកាក់បាទហើយនៅក្នុងមេរៀននេះវាជាកម្រិត intermediate បាទសម្រាប់អ្នកទាំងអស់គ្នាដែលមានកម្រិតត្រឹមតែ elementary ក៏អាចសាកល្បងរៀនបានដែរបាទអញ្ចឹងខ្ញុំនឹងធ្វើការបកប្រែជាពាក្យគន្លឹះមួយសិនបន្ទាប់មកខ្ញុំនឹងផ្ដល់ជាឧទាហរណ៍នៅក្នុងប្រយោគដើម្បីឲ្យអ្នកទាំងអស់គ្នាងាយយល់បាទហើយខ្ញុំនឹងធ្វើការបកប្រែពាក្យគន្លឹះនោះបាទប៉ុន្តែនៅក្នុងប្រយោគខ្ញុំនឹងធ្វើការបកប្រែផ្ទាល់មាត់ប៉ុន្តែអត់បានសរសេរជាការបកប្រែជាអក្សរទេបាទអញ្ចឹងឲ្យអ្នកទាំងអស់គ្នារៀនស្វែងយល់ខ្លួនឯងហើយចាំមើលខ្ញុំនឹងពន្យល់វាម្ដងមួយអូខេអញ្ចឹងនៅចុងក្រោយនៅផ្នែកខាងក្រោយនៃវីដេអូគឺមានជាលំហាត់ដើម្បីធ្វើការអនុវត្តនៅពាក្យដែលយើងទើបតែបានរៀនថ្មីអញ្ចឹងយើងចូលទៅមេរៀនរបស់យើងទាំងអស់គ្នាបាទទាំងអស់គ្នាស្គាល់ហើយណា money បាទ money គឺជាលុយបើយើងនិយាយពីពេលវេលាបច្ចុប្បន្នយើងមានលុយជាលក្ខណៈជាกระดาษប្រាក់បាទដែលយើងអាចចាយបាននៅប្រទេសខ្លះគាត់មានចាយកាក់បាទហើយនឹងលុយមួយប្រភេទទៀតគឺប្រភេទគេហៅ plastic money បាទជាលក្ខណៈកាតបាទជាលក្ខណៈកាតដូច្នេះគឺកាត credit card បាទហើយលុយមួយប្រភេទទៀតដែលពេញនិយមបច្ចុប្បន្នហ្នឹងគឺលុយដែលមានតែតួលេខទេបាទដូចជា QR code នឹងជាដើមហ្នឹងហើយអូខេអញ្ចឹងការវិវត្តនៃលុយហ្នឹងគឺពីមួយសម័យកាលទៅមួយសម័យកាលគឺមានការវិវត្តរហូតអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅពាក្យរបស់យើងតែម្ដងបាទខ្ញុំមានពាក្យចំនួនប៉ុណ្ណេះបាទពាក្យហ្នឹងគឺសុទ្ធតែជាកិរិយាសព្ទណាបាទសុទ្ធតែជាកិរិយាសព្ទវាមាននាមដែលតាក់ទងនឹងលុយដែរប៉ុន្តែដោយសារតែខ្ញុំដាក់នៅក្នុងវីដេអូនឹងអត់អស់អញ្ចឹងសូមធ្វើការធ្វើវីដេអូមួយដាច់ដោយឡែកដែលនិយាយអំពី nouns បាទនាមអញ្ចឹងវីដេអូនេះគឺនិយាយអំពី verbs គឺកិរិយាសព្ទតាក់ទងនឹងលុយបាទអញ្ចឹងយើងមើលកិរិយាសព្ទទី1របស់យើងគឺ be worth be worth បាទអញ្ចឹងយើងអានទាំងអស់គ្នាសិនចាំធ្វើការបកប្រែតាមក្រោយបន្តមកទៀតគឺ borrow borrow បាទ can't afford can't afford បាទអ្នកនរគ្នាអានតាមខ្ញុំតិចទៅ can't afford charge 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 cost 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 earn 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 inherit 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 បាទបន្តមកទៀត invest 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 lend 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 owe owe បាទពាក្យហ្នឹងគឺយើងអានដូចអក្សរ O អញ្ចឹងបាទ O បាទទោះបីជាទៅសេ3អក្សរប៉ុន្តែអានសំឡេងគឺ O បាទ O បាទបន្ទាប់មកទៀតគឺ raise 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 save save waste 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 បាទអញ្ចឹងបញ្ជាក់អ្នកទាំងអស់គ្នាថាប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ជួបច្រើនដងហើយបាទពាក្យទាំងអស់នេះដូចជាពាក្យ save បាទពាក្យ save ហ្នឹងគឺយើងប្រែបានច្រើនបើយើងនិយាយពីឯកសារយើង save ទុកបាទបានតែយើងរក្សាទុកហ្នឹងហើយបើសិនជាយើងនិយាយពីន័យរបស់វាមួយទៀតគឺប្រែថាជួយសង្គ្រោះបាទសង្គ្រោះ save ប៉ុន្តែនៅក្នុង money ហ្នឹងបាទន័យរបស់ពាក្យ save ហ្នឹង
nó không bạ để bọt lùi nó cứ cái prai thà sần sầm và prai thà sần sầm chẳng pi phía ra nó không bị sao ông lẽ cái về miền này lơ bị mùi nữa và miền này lơ bị mùi tự tam bạ để bọt này cả prai viên chẳng từ còn té còn oi nhiệt ngọc này chỉ báo thà bà sân chỉ về miền này tràn chẳng thường mình dừng đằng chẳng dừng riêng phần đa tới mà này mà đòn tịnh tới dừng bà để bọn này cả pra bịa bịch nó cứ dừng đằng đời luôn ai tầm đòn và chẳng dừng cho từ này rồi bỏ bịa thà be worth bây giờ vậy tới be cái lại nó cái dừng ai chùm nua đòi cái giờ sắp thủ be nữa và dừng ai chùm nua đòi am dừng ai chùm nua đòi is are dừng ai chùm nua đòi were và ở tại chia kể giờ sắp thủ biết dừng ai chùm nua bàn okay chẳng việc pra chụp này be worth và chẳng dừng pra thá miên tầm lai và miên tầm lai ok chẳng miên tầm lai nó cứ cái pra thả mạch với bây giờ pra ta mà mặn chẳng biết của bạn vô nè đối với nhóm nâng thưa cả bình vô bằng thêm nó về đá dương pra nó không phải vô bằng dương vô căn để ba và thà vì hay đấy bằng pra thành chẳng hay nó không phải vôประเภท nà ok chẳng trong po ca bỏ pra này cô trong po nhóm tối có nhóm đăng luôn thà ở bàn sọc cật mà rồi thế này tao cái này chia sẻ phong và sân chia này tao cái này chùm niên khang ca bỏ pra và chẳng ở về để nhầm phơi ní cứ còn đang là bay chay rùm lết bà như rùm tới cứ nhầm chia diêm phơi ca bình vô tràn chieng bà bình vô này tao cái này tràn chieng là bay ôi miền ca vô cả nan này tao cái này vô tới này tao trong pra mấy các bạn đây tầm khán cứ vô này về bà chẳng ca để nhầm phơi ca bỏ pra nó cứ chơi ca prang ở là tập hiệp ấy này tao cái này phơi ca check dictionary phong phơi ca sầm rule này về phong đầm bầy ở này nó cứ vì clear cha ngay piประโยค nâng và chuồn cá bà sân chỉ dân pre này trăng slu chẳng tới vì thôiประโยค nó lên miền này sẽ đáp bàn mình đối với dân miền ca song rùa này chẳng biết cần lừa để nhâm phơi ca pre này cứ pre ở này ở này vô tru sẵn nó về để phơi ca bình vô nó khôngประโยค ủi đó từ này ở này bàn vô bàn thèm tiền này chẳng be worth miền nằm lại và cái giờ sao bắt đầu dân cứ borrow dân pra thá chạy lười và chạy lười của thời dân chạy lười là nam mà nè chẳng thế chạy đậm đô la xanh chạy mà phải đô la xanh nhé và chạy lười borrow chẳng bắt đầu mà tiết cứ can't afford và can't afford chẳng biển nó dân tên là pra chụp này chẳng ai chẳng dân pra thá mình miên là tập hiệp và mình miên là tập hiệp bởi vậy luôn tới cứ ọt miên lùi crop và ọt miên lùi crop đầm bầy tinh vì ọt miên lùi crop đầm bầy thơ vì và chẳng cứ sầm nào từ là tập hiệp riêng lùi cả và can't afford nên cứ thá mình miên là tập hiệp thế ok và tôi mà tết cứ biệt là charge và charge nó cứ pra thá kết lùi và kết lùi của thọ ta dân từ pra sẽ va cam với mùi những tới cái charge lùi dường này chẳng bạn này tha cái kết lùi bị dường và ok và tôi mà tiếc cứ biệt là cost này có dân pra thà miên tầm lại đã và miên tầm lại này tao này ngon lại nữa ở đây bạn này lơ này miên tầm lại hay crown này miên tầm lại đã chẳng hạn này chỉ với để nhom bạn phải trẻ thá chọn cáo việc bài đổi kia bên tay nó không phải bạnประโยค nó cứ việc xem kia chẳng hạn và chẳng chăm ơi nhom bình vô này đó nghiệp than tiết nó khôngประโยค của họ bà dương ok bắt đầu một tiết dương miên biệt thà earn và earn nó này đó này phải chán trái biển nó cứ pra thà rột lùi và rột lùi earn và rột lùi
តមកទៀតគឺ inherit 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 បាទ inherit យើងប្រែថាទទួលគេមរតកបាទទទួលគេមរតកពីឪពុកម្ដាយឬក៏ពីជីដូនជីតាឬក៏ពីសាច់ញាតិដែលគាត់បាត់បង់ជីវិតទៅឬក៏គាត់ចែកឋានទៅអញ្ចឹងគាត់បន្សល់ទុកនៅគេមរតកឲ្យយើងអាចជាលុយកាក់អាចជាអចលនទ្រព្យឬក៏ទ្រព្យសម្បត្តិអីផ្សេងៗអញ្ចឹងទៅបាទយើងប្រើពាក្យថា inherit inherit បាទទទួលគេមរតកបន្តមកទៀត invest 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 បាទចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តអានសៀវភៅដែលទាក់ទងនឹងហិរញ្ញវត្ថុទាក់ទងទៅនឹងការប្រកបរបរជាម្ចាស់អាជីវកម្មអីចឹងប្រហែលជាគាត់ជួបច្រើនដងហើយបាទពាក្យថា invest បាទ invest ហ្នឹងគឺយើងប្រែថាបណ្ដាក់ទុនបាទបណ្ដាក់ទុនអញ្ចឹងយើងអាចបណ្ដាក់ទុនជាលុយជាកាក់ទៅបាទដើម្បីបានជាប្រាក់ចំណេញមកវិញបាទបណ្ដាក់ទុនណា invest តមកទៀតគឺ lend 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 បាទពាក្យថា lend នេះគឺប្រែថាឲ្យខ្ចីលុយបាទឲ្យខ្ចីលុយអញ្ចឹងវាបញ្ច្រាស់ពីborrow បាទ borrow បានន័យថាយើងទៅខ្ចីពីគេបាទទៅខ្ចីលុយពីគេដោយពាក្យថា lend យើងឲ្យគេខ្ចីលុយបាទហ្នឹងហើយយើងឲ្យគេខ្ចីលុយយើងវិញអញ្ចឹងអាពាក្យពីរហ្នឹងគឺបញ្ច្រាស់គ្នាណា borrow ទៅសុំខ្ចីលុយពីគេហើយដល់ពេល lend ឲ្យខ្ចីលុយបាទបានន័យថាឲ្យគេខ្ចីលុយពីយើងវិញអូខេបន្តមកទៀតពាក្យថា o បាទ o យើងប្រែថាជំពាក់លុយបាទជំពាក់លុយបាទកាលណាយើងខ្ចីលុយគេគឺយើងជំពាក់គេហើយបាទយើងជំពាក់លុយបើយើងខ្ចីលុយធនាគារគឺយើងជំពាក់ធនាគារគឺប្រែថាយើងឧទាហរណ៍ថាប្រយោគថា clear មួយថា owe the bank owe the bank បាទអញ្ចឹងបានន័យថាជំពាក់លុយធនាគារបាទអូខេកិរិយាសព្ទបន្ទាប់គឺពាក្យថា raise បាទ raise ហ្នឹងគឺប្រែថារៃអង្គាសបាទរៃអង្គាសថវិកាដើម្បីចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ឧទាហរណ៍ដូចជាមន្ទីរពេទ្យឬក៏សាលារៀនបាទអញ្ចឹងអានឹងយើងប្រើពាក្យថា raise បាទ raise money គឺរៃអង្គាសលុយបាទពាក្យថា save ហ្នឹងគឺយើងប្រើថាសន្សំលុយបាទ save បើយើងចង់មានលុយសម្រាប់ចូលនិវត្តន៍ឬក៏មានលុយសម្រាប់ទៅវិស្សមកាលដល់លេងអីយើងត្រូវ save បាទយើងត្រូវសន្សំលុយហ្នឹងហើយឬក៏យើងចង់ទិញអ្វីមួយដែលយើងចូលចិត្តហ្នឹងឧទាហរណ៍ដូចជាយានជំនិះឬក៏ជាគ្រឿងអេឡិចត្រូនិកអីជាដើមហ្នឹងគឺយើងត្រូវ save យើងត្រូវសន្សំលុយសិនបាទអញ្ចឹងពាក្យចុងក្រោយបាទកិរិយាសព្ទចុងក្រោយគឺ waste បាទ waste ហ្នឹងគឺយើងប្រែថាការពិតន័យមួយហ្នឹងគេប្រែថាជាកាកសំណល់ណាបាទជាកាកសំណល់ waste ប៉ុន្តែនៅក្នុងន័យលុយគឺគេប្រែថាខ្ជះខ្ជាយបាទខ្ជះខ្ជាយលុយកាក់បាទចំណាយអត់ត្រូវខ្ទង់បាទចំណាយលុយទៅលើអ្វីដែលវាមិនចាំបាច់បាទចំណាយតាមអារម្មណ៍អីចឹងទៅ waste បាទជួនកាលយើងទិញរបស់នោះមកអត់បានប្រើសោះឬក៏បានប្រើតែម្ដងពីរដងរបស់ថ្មីចេះទុកចោលរហូតដល់ខូចអីចឹងទៅអាហ្នឹងគឺការខ្ជះខ្ជាយហើយ waste បាទ waste money ខ្ជះខ្ជាយលុយអូខេអញ្ចឹងយើងអានទាំងអស់គ្នាម្ដងទៀតណាបងប្អូនអាចថាតាមខ្ញុំបាន be worth មានតម្លៃ borrow ខ្ចីលុយ can't afford មិនមានលទ្ធភាព charge គិតលុយ cost មានតម្លៃ earn
រកលុយ inherit inherit ទទួលគេមរតក invest invest បណ្ដាក់ទុន lend lend ឲ្យខ្ចីលុយ owe owe ជំពាក់លុយ raise raise រៃអង្គាស save save សន្សំលុយ waste waste យើងប្រែថាខ្ជះខ្ជាយលុយបាទខ្ជះខ្ជាយអូខេអញ្ចឹងយើងមិនមែនប្រើបានត្រឹមតែលុយទេពាក្យថាខ្ជះខ្ជាយហ្នឹងគឺយើងខ្ជះខ្ជាយវត្ថុធាតុដើមខ្ជះខ្ជាយទឹកខ្ជះខ្ជាយនិយាយទៅខ្ជះខ្ជាយអីក៏បានដែរបាទយើងប្រើបានគ្រប់ទាំងអស់ហ្នឹងឯងបាទខ្ជះខ្ជាយពេលវេលានេះទៅ waste time ហ្នឹងហើយអូខេអញ្ចឹងយើងចូលទៅប្រយោគឧទាហរណ៍តែម្ដងបងប្អូនដើម្បីអ្នកនរគ្នាយល់ពាក្យនឹងកាន់តែច្បាស់ថាគេប្រើនៅក្នុងប្រយោគបែបម៉េចបាទអញ្ចឹងបងប្អូនអានប្រយោគនេះតាមខ្ញុំ My uncle is going to leave me $2,000 when he dies បាទ My uncle is going to leave me $2,000 when he dies បាទអញ្ចឹងប្រយោគនេះប្រែថា uncle គឺជាពូបាទពូបាទអញ្ចឹងពូរបស់ខ្ញុំ is going to អាហ្នឹងនឹងណាបាទជាកម្រងបាទ is going to ហ្នឹងគឺនឹងបាទពូរបស់ខ្ញុំនឹង leave me បាទ leave me យើងប្រែថាទុកឲ្យខ្ញុំបាទអញ្ចឹងពូរបស់ខ្ញុំនឹងទុកឲ្យខ្ញុំ$2,000នៅពេលដែលគាត់ស្លាប់បាទពូរបស់ខ្ញុំនឹងទុកលុយឲ្យខ្ញុំ$2,000ពេលដែលគាត់ស្លាប់ទៅបាទអញ្ចឹងក្នុងន័យនេះគឺបានន័យថា I'm going to inherit $2,000 I'm going to inherit $2,000 បាទអញ្ចឹងបានន័យថាខ្ញុំនឹងទទួលគេមរតក$2,000បាទអញ្ចឹងកាលណាតាពូស្លាប់ទៅគាត់ទុកលុយឲ្យ$2,000អញ្ចឹងអានឹងហើយជាគេមរតកដែលខ្ញុំទទួលពីគាត់ហ្នឹងហើយអញ្ចឹង I'm going to inherit $2,000 អញ្ចឹងកន្លែងនេះអ្នកនរគ្នាយល់បានណាពាក្យថា inherit ហ្នឹងគឺជាអ្វីដែលយើងទទួលបានពីក្រុមគ្រួសារឬក៏សាច់ញាតិពេលដែលគាត់ស្លាប់ទៅអញ្ចឹងគាត់ទុកឲ្យយើងបាទហ្នឹងហើយមានជាពាក្យបណ្ដាំមានជាกระดาษស្នាមឬក៏ផ្ទាល់មាត់អីចឹងទៅបាទហ្នឹងហើយ My uncle is going to leave me $2,000 when he dies I'm going to inherit $2,000 អធិស្ឋានអ្នកនរគ្នាកន្លែង is ហ្នឹងគឺលុបចោលកន្លែងនេះលើសមួយបាទលើសមួយអត់ត្រូវដាក់មកទេបាទ I'm going to inherit $2,000 លុប is នេះចោលណាបាទប្រឹងត្រួតពិនិត្យដែរប៉ុន្តែវានៅតែមានចំណុចខ្វះខាតបាទហ្នឹងហើយអញ្ចឹងពាក្យថាទទួលគេមរតកគឺប្រើក្នុងន័យអញ្ចឹងឯងបាទអញ្ចឹងយើងចូលទៅបន្ទាប់ទៀតណាបាទបងប្អូនគ្នាមើលប្រយោគពីរនេះ I put some money aside every week for a holiday I put some money aside every week for a holiday បាទអរគុណប្រែថាម៉េចបានថាខ្ញុំទុកលុយខ្លះមួយចំណែកបាទអញ្ចឹង put some money aside ហ្នឹងគឺថាដកទុកមួយចំណែកណាបាទអត់ចាយអស់ទេគឺដកទុកនឹងឯងអញ្ចឹង I put some money aside every week for a holiday អញ្ចឹងជារៀងរាល់សប្តាហ៍អញ្ចឹងបានន័យថារៀងរាល់សប្តាហ៍ហ្នឹងគាត់ដកលុយមួយចំណែកហ្នឹងយកទៅទុកសម្រាប់អីគេសម្រាប់ដើរលេងបាទសម្រាប់ថ្ងៃវិស្សមកាលហ្នឹងហើយអញ្ចឹងប្រយោគនេះបានន័យថា I save money every week
I save money every week បាទអញ្ចឹងបានន័យថាខ្ញុំសន្សំលុយជារៀងរាល់សប្តាហ៍ខ្ញុំសន្សំលុយជារៀងរាល់សប្តាហ៍អញ្ចឹងអាប្រយោគនេះវាតេតងគ្នាណាបងអ្នកនរគ្នាបានន័យថាប្រយោគខាងលើនេះគឺជាការពន្យល់សម្រាយរបស់ប្រយោគខាងក្រោមនេះបាទហ្នឹងហើយចង់បានន័យថាពាក្យថា put some money aside ហ្នឹងគឺវាស្មើនឹងពាក្យថា save នឹងឯងបាទគឺបានន័យថាសន្សំនឹងឯងបាទអញ្ចឹងបើគេសម្រាយមកពាក្យថា save ហ្នឹងគឺវាស្មើនឹង put some money aside បានន័យថាដកលុយមួយចំនួនហ្នឹងយកទុកឲ្យផុតបាទកុំឲ្យយើងចាយគឺទុកសន្សំនឹងឯងណាបាទសុំទឹកតិចមកអូខេស្អកក៏ពេកបាទតោះអញ្ចឹងយើងតទៀត I put some money aside every week for a holiday អញ្ចឹងខ្ញុំដកលុយទុកមួយចំនួនជារៀងរាល់សប្តាហ៍សម្រាប់ថ្ងៃវិស្សមកាលសម្រាប់ទុកដើរលេង I save money every week បាទខ្ញុំសន្សំលុយជារៀងរាល់សប្តាហ៍បាទអញ្ចឹងមួយអាទិត្យយើងសន្សំបាន 1000 2000 រៀលបាទអញ្ចឹងយើងអាចដើរលេងក្រៅប្រទេសបានណាហ្នឹងយើងសន្សំ 3000 ឆ្នាំអីទៅបាទអូខេអញ្ចឹងយើងចូលទៅប្រយោគបន្ទាប់ណាតោះអញ្ចឹងប្រយោគពីរនេះក៏ដូចពីមុនដែរបានន័យថាវាជាប់ទាក់ទងគ្នាប្រយោគខាងលើគឺជាប្រយោគសម្រាយរបស់ប្រយោគខាងក្រោមបាទ Andy has promised to give me $50 until next week Andy has promised to give me $50 until next week បាទអញ្ចឹងបានន័យថា Andy បានសន្យាឲ្យលុយខ្ញុំ$50រហូតដល់សប្តាហ៍ក្រោយបាទហ្នឹងហើយអញ្ចឹងបានន័យថាគាត់ឲ្យខ្ញុំ$50ហ្នឹងរហូតដល់សប្តាហ៍ក្រោយបានខ្ញុំសងគាត់វិញអញ្ចឹងណាបាទ until រហូតដល់អញ្ចឹងប្រយោគនេះគឺ he has promised to lend me $50 he has promised to lend me $50 អញ្ចឹងបានន័យថាគាត់បានសន្យាឲ្យខ្ញុំខ្ចីលុយ$50បាទគាត់បានសន្យាឲ្យខ្ញុំខ្ចីលុយ$50 lend ហ្នឹងគឺឲ្យខ្ចីបាទឲ្យខ្ចីឲ្យអ្នកណាម្នាក់ខ្ចីលុយយើងទៅបាទអញ្ចឹង he has promised to lend me បានន័យថាគាត់បានសន្យាឲ្យខ្ញុំខ្ចីលុយបាទខ្ចីប្រមាណគឺខ្ចី$50នឹងឯង And he has promised to give me $50 until next week. He has promised to lend me $50. Okay. អញ្ចឹងបន្តមកទៀត Okay. I need to ask my mom to give me $20 until Friday. I need to ask my mom to give me $20 until Friday. បាទអញ្ចឹង need to បាទត្រូវតែបាទត្រូវការបាទត្រូវការអញ្ចឹងកន្លែងនេះបើយើងប្រែថាត្រូវតែវាដូចជាកាតព្វកិច្ចប៉ុន្តែមិនមែនជាកាតព្វកិច្ចទេអាហ្នឹងគឺត្រូវការណាបាទអញ្ចឹងខ្ញុំព្យាយាមសម្រួលន័យឲ្យវាងាយស្ដាប់ហើយឲ្យវាត្រូវទៅតាមន័យប្រយោគ I need to ask my mom to give me $20 until Friday អញ្ចឹងខ្ញុំត្រូវការសុំបាទ ask កន្លែងនេះគឺប្រែថាសុំមិនមែនសួរទេបាទបើនិយាយរឿងលុយកាក់ហ្នឹងគឺសុំបាទ I need to ask my mom បាទខ្ញុំត្រូវសុំម៉ាក់របស់ខ្ញុំ to give me ឲ្យគាត់ផ្ដល់ឲ្យខ្ញុំ$20 $20 until Friday អញ្ចឹងខ្ញុំត្រូវសុំម៉ាក់ខ្ញុំឲ្យគាត់ផ្ដល់លុយឲ្យខ្ញុំ$20រហូតដល់ថ្ងៃសុក្រ
បាទខ្ញុំសុំឲ្យគាត់ឲ្យលុយខ្ញុំបាទអញ្ចឹងបើយើងនិយាយកន្លែងនេះគឺវាស្មើនឹងសុំខ្ចីបាទសុំខ្ចីលុយហើយពាក្យហ្នឹងគឺពាក្យថា borrow I need to borrow $20 from my mom I need to borrow $20 from my mom អញ្ចឹងខ្ញុំត្រូវខ្ចីលុយ$20ពីម៉ាក់ខ្ញុំបាទអញ្ចឹងអស់លុយហើយបាទអត់ដាច់ខែទេបាទអញ្ចឹងខ្ញុំត្រូវតែខ្ចីគាត់$20បើមិនចឹងទេបើភ្នែកឲ្យរួចទេក្រោកឡើងគឺអត់កាហ្វេអត់អីអញ្ចឹង$20នឹងដាច់ខែអត់ទេនេះអូខេអញ្ចឹងបន្តមកទៀតយើងចូលទៅ2ប្រយោគទៀតប្រយោគនេះគឺប្រើពាក្យថា waste បាទ waste ហ្នឹងគឺយើងប្រើថាខ្ជិះខ្ជាយ I often spend money on stupid things I often spend money on stupid things របស់ឈួតបាទន័យថារបស់ដែលយើងអត់ត្រូវការជួនកាលយើងឃើញទៅវាឆក់អារម្មណ៍យើងមកផ្លេតបាទអញ្ចឹងទៅវាធ្វើឲ្យយើងចំណាយលុយបាទវាខ្វេះលុយពីកប៉ាល់យើងហ្នឹងហើយ stupid things អញ្ចឹងរបស់ដែលយើងអត់ត្រូវការទេអញ្ចឹងខ្ញុំតែងតែចំណាយលុយទៅលើរបស់ដែលត្រូវការ I often spend money on stupid things ណាជួនកាលឃើញស្រោមជើងពួរផ្កាឈូកជួនកាលឃើញស្រោមជើង7ពណ៌មើលទៅស្អាតបាទមើលទៅស្អាតមែនទេទាក់ទាញចិត្តដល់ពេលអញ្ចឹងអត់មានត្រូវការទេស្រោមជើងស្អាតមកកាណូស្លៀកទៅរៀនពាក់ទៅធ្វើការអត់អស់ពេលឃើញអា7ពណ៌ហ្នឹងមកហេស្អាតណាបាទរត់ទិញពាក់គេសិនបាទហ្នឹងហើយហើយមួយទៀតហ្នឹងអាភាសាដែលគេល្បីអាវមេអំបៅទាំងអស់គ្នាបាទតែជាអ្នកនរគ្នាធ្លាប់ដឹងហើយអាវមេអំបៅហ្នឹងសួរដល់អ្នកនរគ្នាពាក់នៅផ្ទះកើតអត់ពាក់ទៅរៀនកើតអត់ពាក់ទៅធ្វើការកើតអត់កើតអីលលេងប៉ុន្តែវាចាញ់មកវា trendy បាទវាល្បីអញ្ចឹងទៅហេទិញពាក់សាក់មើលគេមួយមកអាវមេអំបៅលិចផ្សិតលិចអីនោះបាទអ្នកខ្លះអត់មានអាវមេអំបៅក៏កាត់กระดาษកែហើយពាក់គេតាមគេឲ្យទ្រាំឲ្យទាន់ trendy របស់គេណាអូខេអញ្ចឹងយើងត្រឡប់មកមេរៀនយើងវិញណា I often spend money on stupid things បាទអញ្ចឹងខ្ញុំតែងតែចំណាយលុយទៅលើរបស់ឈួតរបស់អត់ត្រូវការ I often waste money អញ្ចឹងខ្ញុំតែងតែខ្ជិះខ្ជាយលុយកាក់ខ្ជិះខ្ជាយលុយអញ្ចឹងអាការចំណាយទៅលើរបស់អត់ត្រូវការហ្នឹងរបស់ឈួតហ្នឹងវាធ្វើឲ្យយើងខ្ជិះខ្ជាយលុយហ្នឹងតែយកមកប្រើបានម្ដងបាទគួតចោលបាទអូខេពីប្រយោគបន្ទាប់បាទគឺ can't afford I don't have enough money to buy that car I don't have enough money to buy that គេម្ដងទៀត I don't have enough money to buy that car បាទអញ្ចឹងខ្ញុំអត់មានលុយគ្រប់ទេដើម្បីទិញឡាននោះបាទអញ្ចឹងខ្វះលទ្ធភាពអត់មានលទ្ធភាពអត់អាចគ្រប់លុយទិញទេអញ្ចឹងពាក្យហ្នឹងគឺយើងប្រើពាក្យថា can't afford បាទនៅពេលដែលយើងមានលុយអត់គ្រប់ឬក៏អត់មានលុយអញ្ចឹងយើងប្រើពាក្យថា can't afford I can't afford to buy that car I can't afford to buy that car អញ្ចឹងមានន័យថាខ្ញុំអត់មានលទ្ធភាពទិញឡានហ្នឹងទេបាទលទ្ធភាពហ្នឹងគឺសំដៅលើលទ្ធភាពលុយកាក់អូខេបាទពីប្រយោគបន្ទាប់ទៀតគឺពាក្យថា charge បាទ charge ហ្នឹងគឺប្រែថាគិតលុយបាទ I usually have to pay mechanic $100 to service my car I usually have to pay mechanic $100 to service my car អញ្ចឹងខ្ញុំតែងតែបាទខ្ញុំជាធម្មតាគឺ
usually បាទជាធម្មតាជាញឹកញាប់បាទជាធម្មតាខ្ញុំជាធម្មតាត្រូវតែ pay mechanic បាទតែបង់លុយឲ្យជាងបាទ mechanic នឹងជាងជួសជុលណាបាទខ្ញុំជាធម្មតាត្រូវតែបង់លុយឲ្យជាងចំនួន$100ដើម្បីឲ្យគាត់ service my car បាទដើម្បីឲ្យគាត់check មើលសេវាណាសេវា check ឡាន check អីជួសជុលឡានអីចឹងទៅបាទ service នេះយើងប្រែថាសេវាកម្មបាទចឹងបានថាខ្ញុំតែងតែខ្ញុំជាធម្មតាគឺបង់លុយឲ្យជាងដើម្បីឲ្យគាត់សេវាកម្ម check មើលឡានចឹងទៅបាទបង់$100 The mechanic charged me $100 The mechanic charged me $100 ចឹងកន្លែងនេះគឺជាងបាទជាងជួសជុលហ្នឹងគឺគាត់គិតលុយពីខ្ញុំ$100បាទចឹងយើងបង់លុយឲ្យគាត់បាទមុននឹងយើងបង់គឺគាត់ត្រូវគិតលុយណែឯងបាទ charge ចឹងពាក្យ charge គឺគេប្រើក្នុងន័យនឹងឯងអ្នកនរគ្នាបាទគឺប្រើនៅក្នុងន័យដូចប្រយោគនឹងឯងបាទ The mechanic charged me $100 ចឹងបានន័យថាជាងហ្នឹងគឺគាត់គិតលុយពីខ្ញុំបាទ charge me គិតលុយពីខ្ញុំ charge me $100 អូខេបន្តមកទៀតពីរប្រយោគទៀតហើយបាទ cost បាទ cost ហ្នឹងប្រែថាមានតម្លៃណាបាទគឺអ្វីមួយមានតម្លៃប្រមាណចឹងទៅបាទចឹងយើងមើលប្រយោគរបស់យើង These shoes are quite expensive they are $200 These shoes are quite expensive they are $200 បាទចឹងស្បែកជើងនេះបាទស្បែកជើងទាំងនេះគឺថ្លៃណាស់បាទពួកវាមានតម្លៃ$200បាទពួកវាមានតម្លៃ$200 They cost $200 They cost $200 បាទ cost នោះប្រែថាមានតម្លៃពួកវាមានតម្លៃ$200ហ្នឹងហើយខាងលើកន្លែងនេះយើងប្រែថាពួកវាគឺ$200បាទហ្នឹងហើយពួកវាគឺ$200ដល់ពេល they cost $200បានន័យថាពួកវាមានតម្លៃ$200ចឹងពាក្យថា cost ហ្នឹងគឺគេប្រើនៅក្នុងបរិបទប្រយោគអញ្ចឹងឯងបាទ they cost $200ចឹងបានន័យថាស្បែកជើងហ្នឹងគឺវាមានតម្លៃ$200បាទចឹងទិញតែមួយចាហៀងបានហើយ$100អូខេចឹងបន្តមកទៀតយើងមានពីរប្រយោគទៀតបាទពាក្យថា O បាទ O ប្រែថាជំពាក់ណាបាទ I owe Jim $100 I owe Jim $100 អាហ្នឹងងាយយល់ទេអ្នកទាំងអស់គ្នាតែខ្ញុំជំពាក់ Jim $100បាទអញ្ចឹងយើងមើលសម្រាយខាងលើនេះណា Jim gave me $100បាទ Jim បានឲ្យលុយមកខ្ញុំ$100 I haven't paid it back yet I haven't paid it back yet បាទ paid back បាទន័យថាសងវិញណាបាទអញ្ចឹងខ្ញុំនៅមិនទាន់សងវិញនៅឡើយទេអញ្ចឹងបានន័យថាខ្ញុំជំពាក់ Jim នឹងឯងបាទ I owe Jim $100ចឹងសម្រាយខាងលើហ្នឹងគឺដើម្បីបញ្យល់ពាក្យថា O បាទពាក្យថាជំពាក់អូខេពីប្រយោគទៀតប្រយោគនេះយើងមានពាក្យថា invest ដាក់ទុនបណ្ដាក់ទុនបាទអញ្ចឹងតើយើងអានទាំងអស់គ្នា I want to buy some shares in a company because I want to make a profit I want to buy some shares in a company because I want to make a profit បាទអញ្ចឹងខ្ញុំចង់ទិញភាគហ៊ុនបាទ share ហ្នឹងយើងប្រែថាភាគហ៊ុនខ្ញុំចង់ទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយបាទពីព្រោះខ្ញុំចង់ make profit ចង់បានប្រាក់ចំណេញបាទ profit ប្រាក់ចំណេញ make profit គឺចង់បានប្រាក់ចំណេញអញ្ចឹងទៅ
ខ្ញុំចង់ទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយពីព្រោះខ្ញុំចង់បានប្រាក់ចំណេញអូខេអញ្ចឹងប្រយោគរបស់យើងគឺ I want to invest some money I want to invest some money បាទខ្ញុំចង់បណ្ដាក់ទុនលុយខ្លះបាទអញ្ចឹងលុយខ្ញុំមានខ្លះអញ្ចឹងខ្ញុំចង់បណ្ដាក់ទុនដើម្បីបានជាប្រាក់ចំណេញមកវិញហ្នឹងហើយចង់បាន profit បាទចង់បានប្រាក់ចំណេញអញ្ចឹងការបណ្ដាក់ទុននោះវាមានច្រើនប្រភេទវាមានការទិញភាគហ៊ុនក្រុមហ៊ុនហើយមានការបណ្ដាក់ទុនទៅលើអីផ្សេងៗអញ្ចឹងទៅបាទអញ្ចឹងប្រហែលជាអ្នកទាំងអស់គ្នាដឹងច្រើនជាងខ្ញុំទាក់ទងនឹងការបណ្ដាក់ទុនទៅលើមុខរបរឬក៏លើអចលនទ្រព្យអីចឹងទៅ So I want to buy some shares in a company because I want to make a profit. I want to invest some money. ពេលអានតាមលក្ខណៈធម្មជាតិទៅវាដូចជាងាយស្រួលជាងដល់ពេលអានមួយព្យាយាមបំបែកវាមកពាក្យវាដូចជាយើងប្រឹងអានខ្ញុំអានមួយមកពាក្យបញ្ចេញសលេងឲ្យច្បាស់ហ្នឹងដើម្បីឲ្យអ្នកនរគ្នាដែរពិបាកនៅក្នុងការស្ដាប់ហ្នឹងគឺអាចយល់បានបាទពាក្យមួយច្បាស់ប៉ុន្តែជាក់ស្ដែងនៅពេលដែលយើងនិយាយពេលដែលយើងអានមែនតើគឺអត់មានពេលឈប់ទេគឺទៅប្រយហើយបាទហ្នឹងហើយអញ្ចឹងអាការដែលអានយូរការយើងទៅតែរៀនណាយើងអានមួយបាទស្រួលដល់ពេលអានលឿនអត់ស្រួលទេពិបាកដល់ពេលយើងរៀនដល់កម្រិតមួយទៅអាពេលអានយូរទៅធ្លាប់អានលឿនដល់ពេលអានយូរនោះវាទៅជាពិបាកវិញវាធ្វើឲ្យយើងប្រឹងទប់មាត់ទប់ដាតទប់អីរបស់យើងណាបាទដើម្បីយើងបញ្ចេញសំឡេងឲ្យវាមួយតែពិតយើងអានប្រយោគទាំងមូលប្រយអត់អីទេបញ្ហាទេអញ្ចឹងអ្នកនរគ្នាក៏អាចមានសង្ឃឹមថានឹងអាចបានអានលឿនអញ្ចឹងដែរឲ្យតែយើងព្យាយាមបាទយើងព្យាយាមទៅមួយថ្ងៃបន្តិចហ្នឹងហើយរៀនអត់ឈប់ I want to invest some money បាទខ្ញុំចង់បណ្ដាក់ទុនលុយខ្លះអូខេយើងចូលទៅប្រយោគបន្ទាប់កុំឲ្យខាត់ពេលយូរបាទយើងមេរៀនយើងមួយនេះគឺវែងគួរសមណាស់បាទប៉ុន្តែសង្ឃឹមថាអ្នកនរគ្នានឹងទទួលបានច្រើនបាទ I work in a supermarket They pay me $1,000 a month. I work in a supermarket តើអ្នកគ្នា supermarket ហ្នឹងគឺផ្សារទំនើបបាទផ្សារទំនើបខ្ញុំធ្វើការនៅក្នុងផ្សារទំនើបthey pay me $1,000 a month អញ្ចឹងគេ pay ខ្ញុំបាទគេបង់លុយឲ្យខ្ញុំគេឲ្យលុយខ្ញុំ$1,000ក្នុងមួយខែអាការដែលយើងធ្វើការឲ្យគេហើយគេឲ្យលុយយើងហ្នឹងអានឹងឯងជាពាក្យហ្នឹងគេហៅថា earn បាទ earn ហ្នឹងគឺប្រែថារកលុយបាទរកលុយបាន I earn $1,000 a month បាទអញ្ចឹងខ្ញុំរកលុយបាន$1,000ក្នុងមួយខែបាទគួរសមទៅបាទលុយ$1,000ច្រើន So I work in a supermarket they pay me $1,000 a month I earn $1,000 a month អូខេបន្ទាប់ទៀតស្អកកទៀតសុំញ៉ាំទឹកវីដេអូមួយនេះដឹងញ៉ាំទឹកមកដល់ទៅទៀតជិតចាប់ហើយណា I could sell my house for about $200,000 បាទអាហ្នឹងគឺយើងអានថា$200,000 បាទអញ្ចឹងបានថា200,000ហ្នឹងគឺស្មើនឹង20,000ហ្នឹងឯងបាទអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងអត់មានពាក្យម៉ឺនទេបាទអត់មានតែពាក្យពាន់តទៅពីពាន់ទៅលានបណ្ដោយបាទអត់មានពាក្យម៉ឺនមានពាក្យសែនទេហ្នឹងហើយ I could sell my house for about $200,000 បាទអញ្ចឹងខ្ញុំអាចលក់ផ្ទះរបស់ខ្ញុំបានប្រហែលជា$200,000 ឬក៏ប្រហែលជា$20,000
chẳng bịaประโยคนี้គេថា my house is worth about $200,000 my house is worth about $200,000 បាទចឹងបងប្អូនគ្នាដឹងហើយពាក្យថា is worth គឺប្រែថាមានតម្លៃដែរចឹងផ្ទះរបស់ខ្ញុំគឺមានតម្លៃ$200,000 ឬក៏$20,000 ចឹងbe worth is worth ហ្នឹងគឺមកពីពាក្យថា be worth ចាំបានទេពាក្យដែលយើងរៀននៅដើមវីដេអូមិញ be is ហ្នឹងគឺមកពី be នឹងឯងបាទចឹងមូលហេតុដែលយើងប្រើ is ដោយសារតែ my house ប្រធានរបស់យើងគឺ it គឺ my house ចឹងយើងអត់ប្រើ am យើងអត់ប្រើ are ទេគឺយើងប្រើ is ដោយសារតែ my house ហ្នឹងគឺ singular my house is worth about $200,000 ចឹងផ្ទះរបស់ខ្ញុំគឺមានតម្លៃប្រហែល$20,000អញ្ចឹងអ្នកនរគ្នាសួរហើយថាហេតុអីបានជាយើងមិនប្រើ cost ណាយើងមិនដាក់ my house cost about $200,000 ចឹងទៅមិនគេយើងមិនដាក់ cost ទៅយើងអត់ដាក់ cost ទេពីព្រោះអីមានតម្លៃហ្នឹងគឺជាតម្លៃលក់បាទគឺជាតម្លៃលក់បើ cost ហ្នឹងគឺជាតម្លៃដែលយើងទិញឧទាហរណ៍ថាមិញយើងមិនឧទាហរណ៍ថាស្បែកជើងមែនទេ they cost បាទពួកវាគឺមានតម្លៃប៉ុណ្ណេះប៉ុណ្ណោះចឹងទៅអញ្ចឹងនោះជាតម្លៃដែលយើងទិញបាទប៉ុន្តែអានេះគឺតម្លៃដែលលក់បាទ my house is worth about $200,000 បាទផ្ទះរបស់ខ្ញុំគឺមានតម្លៃលក់ប្រហែលជា$20,000ចឹងអ្នកនរគ្នាឃើញហើយបាទឃើញពីភាពខុសគ្នាហើយមានតម្លៃដូចគ្នាអាមួយមានតម្លៃនៅក្នុងការទិញបាទហើយមួយមានតម្លៃនៅក្នុងការលក់អញ្ចឹងនៅពេលដែលយើងប្រើវានៅក្នុងប្រយោគអញ្ចឹងបានយើងយល់វាកាន់តែច្បាស់នៅដើមវីដេអូវាប្រែដូចគ្នាបាទចង់ដាក់វាចំនួនគ្នាអត់បានទេបាទអត់បានទេអត់ត្រូវទេអូខេអញ្ចឹងយើងបន្តទៀតពីរប្រយោគទៀតបាទពាក្យហ្នឹងគឺពាក្យថា raise បាទ raise រៃអង្គាស we need to get people to give money to build a new hospital we need to get people to give money to build a new hospital បាទយើងត្រូវតែនាំអាចឲ្យមនុស្សឲ្យលុយមកដើម្បីសាងសង់បាទដើម្បីធ្វើការសាងសង់មន្ទីរពេទ្យWe want to raise money for the new hospital. We want to raise money for the new hospital. ចឹងបានន័យថាយើងចង់រៃអង្គាសលុយដើម្បីសាងសង់មន្ទីរពេទ្យថ្មីណាចឹងខាងលើនេះបានន័យថាហ្នឹងហើយន័យរបស់គេគឺ raise money នឹងឯងគឺរៃអង្គាសលុយនឹងឯងយើងត្រូវនាំអាចឲ្យគេឲ្យលុយមកឲ្យមនុស្សទូទៅណាបាទឲ្យលុយមកដើម្បីសាងសង់មន្ទីរពេទ្យថ្មីអញ្ចឹងបានតែយើងរៃអង្គាសអូខេអញ្ចឹងយើងចប់ហើយអ្នកទាំងអស់គ្នាបាទចប់នេះគឺចប់ការបញ្យល់ពាក្យមួយនៅក្នុងប្រយោគណាបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ច្បាស់គួរសមហើយបាទមុននឹងយើងធ្វើការអនុវត្តនៅក្នុងលំហាត់អញ្ចឹងបន្ទាប់មកទៀតនេះគឺជាលំហាត់របស់យើងបាទតកតងនឹងពាក្យមិញនឹងឯងបាទអញ្ចឹងអ្នកទាំងអស់គ្នាអានប្រយោគម្ដងមួយទៅអញ្ចឹងខ្ញុំមានចំនួន13ប្រយោគបាទ13ប្រយោគហើយប្រយោគមួយគឺមានជំរើសឲ្យជ្រើសរើសអញ្ចឹងគឺមានតែ2ជំរើសទេអញ្ចឹងយើងរើសមួយណាក៏រើសទៅឲ្យតែត្រូវបាទរើសត្រូវកុំរើសខុសអញ្ចឹងចាំសរសេរចូលនៅក្នុងប្រអប់នេះមកបាទរើសហើយសរសេរពាក្យដែលយើងរើសនឹងចូលនៅក្នុងប្រអប់នេះអ្នកគ្នាអាច stop វីដេអូនឹងសិនទៅហើយរៀនធ្វើណាបាទរៀនធ្វើទៅធ្វើប្រហែល5នាទីក៏បាន10នាទីក៏បានកន្លះថ្ងៃក៏បានបាទអាច stop វីដេអូនឹងកន្លះថ្ងៃសិនទៅបាទចាំធ្វើហើយចាំមកចែកចម្លើយហ្នឹងហើយ
ok chẳng stop video tới mà dương tới cho với chạy chậm lại ta chẳng bên đây taoគ្នាបានរៀនពីដើមវីដេអូមកដល់ត្រឹមនេះខ្ញុំជឿជាក់ថាអ្នកនរគ្នាប្រកាសជាធ្វើបានហើយបាទយ៉ាងហោចណាស់ក៏90%ដែរបាទហ្នឹងហើយតោះអញ្ចឹងអាច screenshot សិនក៏បានទៅសេចម្លើយចូលក៏បានបាទលេខ1ដល់លេខ13លេខ13ហ្នឹងហើយតោះអញ្ចឹងយើងឆែកចម្លើយទាំងអស់គ្នាបាទឥឡូវខ្ញុំសង្ឃឹមថាអ្នកនរគ្នាបានធ្វើរួចរាល់ហើយណាបាទរួចហើយចាំមកឆែកចម្លើយឥឡូវសន្មតថាអ្នកនរគ្នារួចហើយណាតោះអញ្ចឹងយើងឆែកទាំងអស់គ្នាយើងមើលឧទាហរណ៍គឺ my sister អញ្ចឹងយើងមាន2ជម្រើសយើងមាន waste ហើយនិង save អញ្ចឹងយើងត្រូវអានប្រយោគនេះឲ្យចប់ហើយយើងមើលន័យរបស់ប្រយោគ my sister a lot of money on clothes she never wears អញ្ចឹងបានន័យថាគាត់ចំណាយលុយទៅលើសម្លៀកបំពាក់ដែលអត់ដែលស្លៀកបាទបានន័យថាគាត់ទិញមកដែលស្លៀកទេដូច្នេះហើយពាក្យហ្នឹងគឺពាក្យថា waste ណាអញ្ចឹងហើយបានគេបំពេញឲ្យយើង waste my sister wastes a lot of money on clothes she never wears អញ្ចឹងបងប្អូនស្រីរបស់ខ្ញុំគឺគាត់ខ្ជិះខ្ជាយលុយទៅលើសម្លៀកបំពាក់ដែលទិញមកហើយអត់ដែលស្លៀកបាទអត់ដែលស្លៀកពាក់អញ្ចឹងលេខ2ណាលេខ2 I can't ឬហើយ to buy a flat of my own អញ្ចឹងយើងមានពាក្យថា pay ហើយនិងពាក្យ afford អញ្ចឹងយើងដឹងហើយថា can't ប្រើជាប់គ្នាជាមួយគេគឺយើងប្រើជាប់គ្នាជាមួយ afford បាទ I can't afford to buy a flat of my own បានន័យថាខ្ញុំអត់មានលទ្ធភាពលុយកាក់ទេបាទខ្ញុំអត់មានលទ្ធភាពទិញផ្ទះល្វែងដោយខ្លួនឯងទេបាទហ្នឹងហើយថ្លៃពេក Number 3 you will have to a lot of money if you want to travel around the world next year បាទកន្លែងនេះយើងមាន save ហើយនិង waste បាទអញ្ចឹងចម្លើយរបស់យើងគឺ save you will have to save a lot of money if you want to travel around the world next year បាទអញ្ចឹងអ្នកត្រូវតែសន្សំលុយឲ្យបានច្រើនប្រសិនបើអ្នកចង់ដើរលេងជុំវិញពិភពលោកនៅឆ្នាំក្រោយបាទនឹងសន្សំលុយច្រើនទៅឆ្នាំក្រោយដើរលេងជុំវិញពិភពលោកលេខ4 we steal the bank a lot of money អញ្ចឹងយើងមាន O ហើយនឹង earn O ជំពាក់ earn រកលុយអញ្ចឹងចម្លើយរបស់យើងគឺ O we still owe the bank a lot of money បាទយើងនៅតែជំពាក់លុយធនាគារជាច្រើនបាទអញ្ចឹងអត់ទាន់សងដាច់ទេបាទច្រើនបាទទាន់សងដាច់ទេនៅជំពាក់ Number 5 Kevin about 1,000 euro a month in his new job បាទអញ្ចឹងយើងមាន raise ហើយនឹង earns អញ្ចឹងចម្លើយរបស់យើងគឺ earns Kevin earns about 1,000 euro a month in his new job អញ្ចឹងបានន័យថា Kevin រកលុយបាន1,000 euro នៅក្នុងមួយខែនៅក្នុងការងារថ្មីរបស់គាត់យេ 1,000 euro ជាង 1,000 ដុល្លារណាបាទគួរសមអូខេលេខ6បាទលេខ6 number 6 that painting a lot of money បាទអញ្ចឹងយើងមាន charge ហើយនឹង is worth អញ្ចឹង that painting is worth a lot of money បាទមានតម្លៃបាទ that painting is worth a lot of money អញ្ចឹងpainting គំនូរបាទគំនូរហ្នឹងគឺមានតម្លៃថ្លៃណាស់បាទ is worth a lot of money
មានតម្លៃប្រាក់ច្រើនប៉ុន្តែមានតម្លៃថ្លៃ My uncle is doing a bike ride to money for charity បាទយើងមានពាក្យ charity នៅក្នុងហ្នឹងអញ្ចឹងចម្លើយរបស់យើងគឺ raise My uncle is doing a bike ride to raise money ចង់គៀងមិនទេបាទ to raise money for charity អញ្ចឹងបានន័យថាពូរបស់ខ្ញុំគឺ doing a bike ride បាទគឺកំពុងតែធ្វើការជិះកង់ដើម្បីរៃអង្គាសលុយសម្រាប់សប្បុរសធម៌បាទ charity សប្បុរសធម៌ហ្នឹងហើយអញ្ចឹងយើងប្រើពាក្យ raise I don't want to lose these earrings they a fortune I don't want to lose these earrings they a fortune បាទអញ្ចឹងយើងមាន cost ហើយនឹង o បាទខ្ញុំអត់ចង់បាត់បង់ earrings gravel បាទ gravel ខ្ញុំអត់ចង់បាត់បង់ gravel ទាំងនេះទេដោយសារតែវាមានតម្លៃថ្លៃបាទ a fortune បានន័យថា a lot of money ណាច្រើនណាស់បាទច្រើនណាស់អញ្ចឹង they cost a fortune បានន័យថាវាមានតម្លៃច្រើនណាស់វាថ្លៃណាស់ហ្នឹងហើយ 9 បាទ I'll have to some money from the bank if I want to buy a new car អញ្ចឹងយើងមានពាក្យ borrow មានពាក្យ lend បាទអញ្ចឹងយើងខ្ចីលុយពីធនាគារឬក៏ឲ្យធនាគារខ្ចីលុយពីយើងបើយើងចង់ទិញឡានគឺយើងត្រូវខ្ចីលុយពីធនាគារបាទបើមានលុយខ្លួនឯងមិនបាច់ខ្ចីទេ I'll have to borrow some money from the bank បាទខ្ញុំនឹងត្រូវខ្ចីលុយពីធនាគារហើយបាទបើសិនជាខ្ញុំចង់ទិញឡានបាទលុយអត់ទាន់គ្រប់ផងចង់ជិះឡានទៅអីអញ្ចឹងមានតែខ្ចីលុយពីធនាគារទៅបាទ Number 9 Mary យើងមាន inherited យើងមាន invested 10,000 pound នេះសញ្ញានេះ pound ណាបាទលុយអង់គ្លេស 10,000 pound from her grandfather when he died បាទនៅពេលដែលលោកតាស្លាប់អញ្ចឹងពាក្យនេះគឺទទួលគេមរតកណាបាទ inherited Mary inherited 10,000 pound from her grandfather when he died ហ្នឹងហើយអញ្ចឹងទទួលគេមរតក 10,000 pound ច្រើនណាស់ 10,000 pound ជាង $10,000 ណាបាទអូខេយើងនៅ3ទៀតបាទ3ទៀត11គឺ invested I invested 5,000 pounds pound គេដាក់សញ្ញាហើយគេដាក់ពាក្យ pounds កន្លែងនេះក៏ពិតអានេះមិនបាច់ដាក់សញ្ញាក៏បានដែរឬក៏យើងដាក់សញ្ញា pound នេះហើយមិនបាច់ដាក់ពាក្យ pound ហ្នឹងក៏បានដែរ I invested 5,000 pounds in a company and I made 500 profit 5% profit បាទ 5% ហ្នឹងបានន័យថា 5% ណាបាទអញ្ចឹងតោះយើងសម្រួលន័យបានន័យថាខ្ញុំបណ្ដាក់ទុន 5,000 pound នៅក្នុងក្រុមហ៊ុនមួយបាទហើយខ្ញុំទទួលបានប្រាក់ចំណេញ 5% បាទអញ្ចឹង 5% ក្នុងមួយឆ្នាំហើយមើលទៅបាទអញ្ចឹង $5,000 5% គិតមើលទៅបាទមិនដឹងមួយឆ្នាំមិនដឹងមួយខែនឹងមួយឆមាសមិនដឹងប្រហែលទេណាគេថា 5% Okay number 12 The plumber cost ឬក៏ charged me 100 euro for mending my shower The plumber នឹងជាងទឹកណាបាទជាងទយោជាងទឹកជាងជួសជុលទឹកបាទ The plumber ចម្លើយរបស់យើងគឺ charged បាទ The plumber charged me 100 euro បាទបានន័យថាជាងទឹក
គិតលុយពីខ្ញុំ100 euro បាទ100 euro for mending my shower ចំពោះការជួសជុលក្បាលងូតទឹកហ្នឹងបាទ my shower ក្បាលងូតទឹកការឈូកហ្នឹងបាទអញ្ចឹងមានន័យថាជាងទឹកគាត់ជួសជុលក្បាលការឈូកហ្នឹងហើយគាត់គិតលុយ100 euro បាទគួរសមដែរណាបាទអូខេអញ្ចឹងចុងក្រោយបាទលេខ13បាទសំណួរចុងក្រោយហើយ Can you me $200 until I get paid get paid ហ្នឹងបើកលុយណាបាទបើកលុយអញ្ចឹងយើងមានពាក្យ borrow ហើយនឹង lend បាទ Can you បាទចម្លើយរបស់យើងគឺ lend Can you lend me $200 តើអ្នកអាចឲ្យខ្ញុំខ្ចីបាទ$200បានទេបាទរហូតដល់ខ្ញុំបើកលុយ until I get paid Can you lend me $200 until I get paid បាទតើអ្នកអាចឲ្យខ្ញុំខ្ចីលុយ$200បានទេបាទរហូតទាល់តែដល់ថ្ងៃខ្ញុំបើកលុយអញ្ចឹងចង់បានន័យថាតាមបើកលុយឲ្យសងហើយបាទដល់លុយសងអូខេអញ្ចឹងមេរៀនរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយអ្នកនរគ្នាបាទមេរៀនគឺតកតងទៅនឹងលុយបាទលុយកាក់អញ្ចឹងបូកសរុបមកគឺថាតាំងពីពាក្យកន្លឹះដែលខ្ញុំបញ្យល់អ្នកនរគ្នាតាំងពីដើមវីដេអូមកហើយនឹងឧទាហរណ៍ជាប្រយោគម្ដងមួយដើម្បីឲ្យយល់ន័យវាបាទពេលដែលប្រើនៅក្នុងប្រយោគហើយជាចុងក្រោយគឺយើងអនុវត្តនៅក្នុងលំហាត់របស់យើងបាទអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងទទួលបានជាអតិបរមាបាទនៅក្នុងការរៀនពាក្យថ្ងៃនេះបាទអូខេវីដេអូនេះរៀងវែងបន្តិចប៉ុន្តែខ្ញុំគិតថាមានប្រយោជន៍ច្រើនសម្រាប់គ្នាយើងដែលកំពុងតែមើលបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានដល់ចុងបញ្ចប់នៃវីដេអូបាទអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូមេរៀនក្រោយបាទជម្រាបលាបាយបាយ